បញ្ហាដែលយើងកាត់ឡើងដែលគេបាញ់មកយើងកាលពីថ្ងៃទី24នេះពីចង់ពេលវេលាមួយខ្មែរយើងចង់ខែដែលជាខែតារាសាស្ត្រអធិរាជចូលអញ្ចឹងបើសិនជាយើងគិតពីក្បួនតារាសាស្ត្រខ្មែរយើងមានប្រៀបពួកដោយសារការតារាសាស្ត្រអធិរាជចូលមកជាមួយនឹងតារាសាស្ត្រប្រចាំឆ្នាំដែលជាតារាសាស្ត្រល្អបានន័យថាខ្មែរយើងនឹងមានអ្នកដែល support អ្នកដែលចាំជួយចំណែកខាងសូនខាងថៃគឺនៅក្នុងសូនទឹកកុលចាជាទឹកដែលឆុងប្រចាំឆ្នាំហើយក៏ចំតារាសាស្ត្រចំនួនតារាសាស្ត្រវិបត្តិតារាសាស្ត្រសង្គ្រាមអញ្ចឹងនៅថៃនឹងមានបញ្ហាច្បងច្បល់ខ្លាំងមានបញ្ហាធ្ងន់អញ្ចឹងបើសិនជាករណីពួកគាត់នៅតែបង្កបញ្ហាជាមួយកម្ពុជាចំណុចចុងក្រោយរបស់ថៃគឺនឹងប៉ះពាល់ខ្លាំងហើយនឹងស្ដាយក្រោយព្រោះថាចំនួនដោយការពីខ្ញុំជាអអ៊ីជីងតាមគម្ពីរអ៊ីជីងកាលពីចុងឆ្នាំពាក់ព័ន្ធនឹងចំនួនការកាត់ឡើងពីការគិតផ្ទុយគ្នាការចង់ចាញ់ចង់ឈ្នះបើសិនជាមិនឆាប់សម្រួលនឹងមានបញ្ហាធំប៉ុន្តែបើសិនជាករណីយើងសម្រួលនឹងបញ្ហាធំនោះវានឹងមកតូចពេញនឹងដោះស្រាយបានចំណុចដែលល្អដែលខ្មែរយើងគិតថាយើងមានសង្គ្រាមគឺយើងពិបាកហើយប៉ុន្តែបន្ទាប់ពីសង្គ្រាមខ្មែរយើងនឹងមានចំណុចល្អមួយពិភពលោកគេបានស្គាល់យើងកាន់តែច្បាស់ឱកាសខ្មែរយើងនៅក្នុងការអភិវឌ្ឍក៏មានច្រើនហើយចំណុចអាក្រក់របស់ថៃគឺគេបានស្គាល់ពីអត្តចរិតនិងភាពមិនស្មោះត្រង់របស់ថៃភាពកលិចកលុចនិងការលៀបពណ៌ដែលកន្លងមកគឺលៀបពណ៌កម្ពុជាច្រើនឆ្នាំមកហើយមិនថានៅក្នុងវិស័យណាទេជាក់ស្ដែងសូម្បីតែក្នុងវិស័យហុងស៊ុយក៏មានអ្នកលៀបពណ៌ក្នុងវិស័យហុងស៊ុយបើពាក់ព័ន្ធនៅក្នុងការវិនិយោគអ្នកវិនិយោគទុនក្រៅប្រទេសអាចតែបានជួបអ្នកវិនិយោគទុនថៃឬក៏មន្ត្រីរាជការថៃគឺគាត់តែងតែនិយាយថាហាមមកវិនិយោគទុននៅកម្ពុជាចាស់ថាកម្ពុជាមានបញ្ហាអសន្តិសុខចេះមួយគឺការលៀបពណ៌ខ្លាំងដែលយើងនឹកស្មានមិនដល់ទេរហូតដល់មិត្តភក្តិខ្ញុំខ្លះមិត្តភក្តិដែលនៅក្រៅប្រទេសដែលគាត់ជាអ្នកវិនិយោគទុនគាត់តែងតែខ្លាចនៅពេលដែលគាត់មិនទាន់តែបានមកដល់ប្រទេសកម្ពុជាគាត់តែងតែសួរថាកម្ពុជានៅកម្ពុជាមានបញ្ហាអសន្តិសុខខ្លាំងមែនមានចន់ចាក់ចម្រិតមែនមកទៅមានបញ្ហាមែនតែសួរបាត់នេះជាស្ដែងខ្ញុំក៏មកតាមរយៈខ្ញុំជាជាអស់លទ្ធភាពដើម្បីបានបង្ហាញទៅអន្តរជាតិដើម្បីឲ្យពួកគាត់បានដឹងថាខ្មែរយើងសុខសមត្ថភាពមានសន្តិភាពពេញលេញហើយខ្មែរយើងក៏អត់ទៅបំពេញគេដែរមិនថាជាការបាញ់បោះឬមួយជាការលៀបពណ៌ពាក្យសម្ដីអ្វីមួយទៅលើប្រទេសជាតិណាមួយប្រជាជនណាមួយតែសំសក់ជានិច្ចប៉ុន្តែយើងតែងតែទទួលរងគ្រោះនៅក្នុងការលៀបពណ៌ពីប្រទេសផ្សេងជាពិសេសគឺខាងតែពីនឹងមកចឹងហើយអ្វីដែលសំខាន់នៅក្នុងអំឡុងពេលនេះមានតែខ្មែរសាមគ្គីគ្នាជួយគ្នានៅពេលដែលខ្មែរខ្លាំងខ្មែរសាមគ្គីគ្នាខ្មែរនឹងខ្លាំងហើយនៅពេលដែលខ្មែរសាមគ្គីគ្នាពួកគេក៏ញញើតយើងដូចគ្នាចំណុចនេះគឺជាចំណុចសំខាន់ខ្លាំងណាស់ព្រោះថាយក9គឺជាយកភ្លើងដើម្បីភ្លើងឲ្យទូខ្លាំងភ្លើងឲ្យមានគេហៅចង់ដល់ភ្លើងឲ្យខ្លាំងលោកប្រើតែយើងប្រើអស់ឲ្យច្រើនអញ្ចឹងដល់ពេលដែលភាពសាមគ្គីរបស់ខ្មែរយើងខ្លាំងខ្មែរយើងនឹងមានកេរ្តិ៍ឈ្មោះល្អនៅក្នុងឆាកអន្តរជាតិហើយអ្វីដែលសំខាន់សូមឲ្យយើងស្រឡាញ់កិត្តិយសយើងធ្វើអ្វីមួយដែលគិតពីកិត្តិយសរបស់ប្រទេសជាតិកុំគិតប្រយោជន៍ជាចម្បងហើយក៏កុំយកគំនុំរវាងប្រទេសនិងប្រទេសទៅជាប្រកាន់ពូជសាសន៍ស្អប់ជាតិសាសន៍ដោយករណីម្សិលមិញនេះគឺមានព័ត៌មានមួយថាថៃចាប់ដាំវាយខ្មែរវាយធ្វើបាបប្រជាជនខ្មែរដែលនៅធ្វើការនៅថៃទង្វើបែបនេះជាទង្វើអមនុស្សធម៌ខ្លាំងអញ្ចឹងខ្មែរយើងក៏មិនគួរណាធ្វើតាមគេទេមិនមែនយើងទៅកំពុងមានបញ្ហាព្រំដែនហើយយើងបែរជាទៅឆ្លងជាមួយជនជាតិថៃដែលនៅខ្មែរនេះអញ្ចឹងជនជាតិមួយមិនថាខ្មែរយើងឬក៏ថៃសុទ្ធតែមានអ្នកល្អនិងអ្នកមិនល្អថៃស្រឡាញ់ខ្មែរក៏មានថៃស្អប់ខ្មែរក៏មានខ្មែរស្រឡាញ់ថៃក៏មានខ្មែរស្អប់ថៃក៏មានអញ្ចឹងហើយទៅបានចែកសម្រាប់អ្នកដែលល្អយើងរាប់អានគេល្អមួយយើងល្អមួយគេអញ្ចឹងបានចែកឲ្យដាច់ចំណុចនេះហើយនៅពេលដែលយើងធ្វើបានន័យថាប្រជាជនខ្មែរយើងជាមនុស្សដែលមានគុណធម៌មានសេចក្តីថ្លៃថ្នូរមិនមែនចេញមកខ្ញុំឧទាហរណ៍ជាក់ស្ដែងបើសិនជាករណីយើងវាយថៃចុះបើគេថតរូបផុសមកគេថាខ្មែរយើងខុសខើតែនៅពេលដែលថៃវាយខ្មែរគឺពិភពលោកគេថាថៃគឺគួរឲ្យស្អប់ខ្ពើមអាក្រក់អញ្ចឹងយើងមិនគួរណាទៅធ្វើតាមគេទេហើយអ្វីដែលខ្ញុំសប្បាយចិត្តគឺបងប្អូនខ្មែរយើងគាត់ចេះបែងចែកខ្ញុំអត់ឃើញមានព័ត៌មានមួយថាខ្មែរយើងទៅប៉ះពាល់ក្រុមហ៊ុនថៃដែលរកស៊ីនៅខ្មែរឬមួយក៏ប្រជាជនថៃដែលរកស៊ីនៅខ្មែរទេអញ្ចឹងចំណុចនេះហើយគឺជាចំណុចនៃភាពថ្លៃថ្នូររបស់ខ្មែរយើងប្រជាជនខ្មែរយើងដែលធ្វើឲ្យពិភពលោកមានការស្គាល់សរសើរនៅទឹកចិត្តសន្តោសប្រណីរបស់ប្រជាជនខ្មែរយើងទន្ទឹមនឹងនេះសម្រាប់ពួកយើងដូចគ្នាពេលវេលានេះជាយក9ហើយខ្មែរដល់ពេលដែលយើងទៅសាមគ្គីគ្នាដើម្បី support
ព្រះសង្ឃាភិបាល support បងព្រះកងទ័ពដែលគាត់លះបង់ជីវិតលះបង់ឈាមសាសសាច់ស្រាប់ដើម្បីការពារជាតិបេតភូមិយើងចឹងក្នុងនាមពួកយើងនៅខាងក្រោយពួកយើងត្រូវសាមគ្គីគ្នាដើម្បីជួយពួកគាត់ជាកម្លាំងចិត្តដើម្បីជួយពួកគាត់កម្លាំងចិត្តពួកយើងគឺសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើងដើម្បីជួយបងប្អូនកងទ័ពដែលនៅព្រំដែន